Chẳng ngày ní cho ca bản năng phòng mối sát tiết, đào lệch đường tình bớl nó ban tờ lơ say, ta tăng cập bất say nó thở ban lệch phòng mối, ta được xa tờ, pu nó tờ hồng chân say hai tới lột trên món đền chứng tập ban lệch phòng mối say có lệch bờ tờ, cái than đẹp ca chân năm say nó còn bên phiệt xoa hát, trôi chật đá, rồi đầm nào từng mốc, hai đồng trôi chật song preng. Hai chấm pua lệnh 7 vẫn cứ ban tờ lơ sắt bà bé, lệnh 4 ban tờ lơ sắt xoa. Lịch đọcវិញបានទៅលើសត្វមន់មិនបានខ្ញុំនិយាយអត់និយាយមួយគឺសត្វទាំង3ហ្នឹងគាត់ធ្វើការជាមួយគ្នាសត្វទាំង3ហ្នឹងគាត់ធ្វើការជាក្រុមដោយពួកគាត់ទាំង3ហ្នឹងក៏នាំគ្នានិយាយថាពួកគាត់ហ្នឹងមិនប្រកែកនៅក្នុងការហែកទឹកទេ3នាក់ហ្នឹងហ្មងដោយពេលនៅលើទឹកហ្នឹងពួកគាត់ទាំង3ហ្នឹងប្រប៉ែហ្នឹងគឺនៅកណ្ដាលគេដើម្បីរក្សាស្ថិរភាពរវាងមន់ហើយទៅជាមួយនឹងស្វាដោយស្វាហ្នឹងនៅក្រោយគេហើយប្រើដបងចែវដល់ពេលមន់ហ្នឹងនៅមុខគេហើយពេលទៅដល់ទីហ្នឹងពួកគាត់ក៏មានឆ្លោះគ្នាទៅដើមគ្នាពីណាគេទីម៉ានដែរគឺតាមដំណើរហើយព្រះអិនហ្នឹងក៏សរសើរថាពួកគាត់ហ្នឹងធ្វើការជាក្រុមហ្នឹងបានល្អអញ្ចឹងសរុបមកវិញសត្វប្រប៉ែអ្នកដែលកើតឆ្នាំហ្នឹងគេថាគាត់ហ្នឹងចិត្តល្អចេះស្រឡាញ់ចេះចែករំលែកគេចំពោះសត្វស្វាវិញអ្នកដែលកើតឆ្នាំហ្នឹងគេថាគាត់ហ្នឹងឆ្លាតនិងចេះគិតលឿនគិតបានលឿនជាងយើងឆ្ងល់ហើយចូលចិត្តសួរហើយក៏ជាសត្វមួយដែលមានយុទ្ធសាស្ត្រដែរមានន័យថាឆ្លាតអ្នកដែលកើតឆ្នាំមន់គេថាគាត់នឹងជាមនុស្សដែលមានវិន័យនិងទទួលខុសត្រូវចេះយកចិត្តទុកដាក់ជាមនុស្សដែលស្មោះត្រង់និងមានទំនុកចិត្តលើខ្លួនឯងចូលមកមើលការប៉ុណ្ណឹងរបស់សត្វឆ្កែម្ដងពិតជាគួរអស់សំណោចពេលគាត់ចូលប៉ុណ្ណឹងមួយគេហ្នឹងណាដែលមានខ្លាជាមួយនឹងសេះហ្នឹងគិតថាគាត់ហ្នឹងគឺជាគូប្រកួតប្រជែងដែលខ្លាំងបំផុតព្រោះគាត់រត់បានលឿនមែនតើតែដល់ពេលចូលក្នុងការប្រកួតគឺប្រទុយស្រឡះតែហ្មងដល់ពេលដែលឆ្កែហ្នឹងទៅដល់ទន្លេគាត់ឃើញទឹកហ្នឹងគឺគាត់សប្បាយចិត្តហ្មងដោយសារតែឃើញទឹកហ្នឹងវាស្អាតវា fresh គាត់ថាហាយយឺតបានហើយគាត់នៅ enjoy ទឹកហ្នឹងសិនពេលដែលហាយតិចហ្នឹងគាត់នៅបានទះទឹកហ្នឹងលេងនៅហ្នឹងហើយដូចរបៀបនៅលំហែអញ្ចឹងហើយទៅព្យាយាមចាប់ត្រីលេងទៀតគាត់ភ្លេចអំពីការប្រកួតទេហើយគាត់គិតក្នុងចិត្តថាថ្ងៃហ្នឹងគឺជាថ្ងៃដែលគាត់សប្បាយបំផុតហើយទៅរយៈពេលក៏កន្លងផុតគាត់លឺមន់ហ្នឹងស្រែកថាលឿនទៅនៅធ្វើអីនោះហើយប្រប៉ែថាគាត់នៅឡៃលេងដឹងហើយស្វាហ្នឹងក៏និយាយថាប្រាប់គាត់ថ្ងៃហ្នឹងមិន holiday ទេម៉ែអើយឆ្កែភ្ញាក់ឲ្យព្រឺតហាយយកលូកខ្សែទៅដល់ទិសដៅព្រះអិនក៏ថាឲ្យអ្នកឯងសំទៅមកដល់មុនគេរួចទៅឥឡូវទៅជាអញ្ចឹងវិញហើយឆ្កែអត់ខ្វល់ផងអាឡោះកតុយគាត់នឹងជាប់ទឹកគាត់អាឡោះសោចយ៉ាងមានមោទនភាពថានៅទៅធ្វើបានអញ្ចឹងហើយក៏ជាប់លេខ11ទៅឆ្កែមិនមែនជាអ្នកលឿនជាងគេប៉ុន្តែជាអ្នកដែលសប្បាយចិត្តជាងគេនៅក្នុងការប្រកួតហ្នឹងអញ្ចឹងអ្នកដែលកើតឆ្នាំឆ្កែហ្នឹងសរុបមកគេថាចិត្តល្អស្មោះត្រង់ចូលចិត្តសេរីភាពហើយជាមនុស្សដែលចូលចិត្តខំប្រឹងប្រែងជាសត្វដែលចូលចិត្តការពារចូលមករឿងអស់សំណោចមួយទៀតគឺដល់សត្វឈោកហ្នឹងជាប់លេខចុងក្រោយគេលេខ12ជាសត្វមួយដែលគេថាវាចិត្តល្អអត់សូវខ្វល់រឿងអីច្រើនហ្មងនេះហើយមានមិត្តភាពល្អដែរគាត់នឹងកំពុងតែហែទឹកហ្នឹងនៅតាមផ្លូវគាត់ក៏ហិតក្លិនអ្នកភូមិគេធ្វើម្ហូបហ្នឹងគឺឈ្ងុយខ្លាំងពេកលេងស្រាប់តែផ្លិចអារឿងប្រកួតនឹងដែរគឺគាត់ហូបសិនហូបហើយដេកទៀតតទៅពីហូបហ្នឹងអង្គុយដេកហើយដេកហើយភ្ញាក់ឡើងខ្ញុំនៅក្នុងការប្រកួតហ្នឹងហើយគាត់ក៏ស្ទុះស្ទារត់ទៅដោយទៅដល់គោលដៅហ្នឹងហើយជាប់លេខរៀងទី12អញ្ចឹងអរគុណបាយរឿងក្រោយបងចង់ខ្ញុំធ្វើពីអីទៀតចាំជួយ comment ទៅខ្ញុំធ្វើជូន